ដៃអាវទៅបកឈូកបងប្អូនជាទូទៅបងប្អូនចុះមកពីលើមកក្រោម7លេខដើម្បីយើងយកកពូលដៃដើម្បីឲ្យវាបានភ្លីខ្ពស់ហើយចុះមក18សម្រងដៃកាត់តតឹងទុកភ្នែកដេម្លេះយើងអ៊ុតកៅបកឡើងហើយបងប្អូនវាស់ពីចំណុចលើរហូតចុះមកក្រោម20លេខកាត់តតឹង17លេខហើយចុះ14លេខបងប្អូនហើយបងប្អូនធ្វើការគូសភ្ជាប់ទុកភ្នែកដេ3លេខណាបងប្អូនធ្វើការសេរីពីក្បាលដៃចុះមកក្រោមដើម្បីយើងយករាងក្លៀកវងក្លៀករបស់យើងនេះគឺជាវិធីងាយទេបងប្អូនគាត់ថាខ្ញុំចង់បង្ហាញបងប្អូនពីតិចនិចខ្លះវាអត់មានក្បួនអីច្រើនញ៉ៃទេបើសិនជាបងប្អូនចង់បានច្បាស់លាស់អ្នកខ្ញុំនឹងធ្វើវីដេអូរៀបរាប់ឲ្យច្បាស់ជាងការបញ្ចូលសំឡេងគឺវាល្អជាងនេះណាបងប្អូនសារនេះនាងខ្ញុំធ្វើការបញ្ចូលគឺអត់បានបោះក្បាយទេចឹងដាក់ទំហំដៃយើងគឺរួចរាល់ហើយបងប្អូនអញ្ចឹងបងប្អូនរកចំណុចមួយនៃការផ្ដាច់នៃស្លឹកមួយចំហៀងទៀតដើម្បីយើងយកផ្ដាច់ផ្នែកមួយនៃស្លឹកមួយចំហៀងដោយសារជាទូទៅប្រភេទដៃអាវប្រភេទនេះគឺយើងមានពីរគ្រាប់ពីលើគ្នាណាបងប្អូនយើងមានពីរគ្រាប់កងពីលើគ្នាបានចេញជាអាវសបកឈូកបងប្អូនជាស្រទាប់ឈូកហើយការកាត់របស់យើងគឺយើងសេរីវាឲ្យរាងមូលបន្តិចមកបងប្អូនហើយលួចអាកន្លែងចំណុចដែលយើងកាត់ភ្ជាប់បងប្អូនអាចចុះក្រោមនឹងទៀតក៏បានដែរដោយសារជាប្រភេទស្រទាប់ឈូកអាវប្រភេទនេះគឺស្រស់ស្អាតនេះគឺយើងមានពីរបងប្អូនមកគូសងខាងគឺមាន4បងប្អូនអញ្ចឹងមួយជំនាញគឺយើងមាន2អញ្ចឹងបងប្អូនត្រូវកាត់មើលស្លឹកទៀតមកដើម្បីយើងបានគ្របភ្ជាប់ជាមួយនឹងដៃរបស់យើងដោយសារជាទូទៅអាវប្រភេទបែបហ្នឹងគឺយើងមាន2ដើម្បីកងពីលើគ្នាបានចេញជាអាវសបកឈូកមកវិញបានស្អាតណាអញ្ចឹងបងប្អូនធ្វើការកាត់សេរីពុំរួចរាល់ហើយបងប្អូនធ្វើការកាត់មួយស្លឹកថែមមួយទៀតដើម្បីយើងមើលថាតើពុំរបស់យើងហ្នឹងចេញមកវាបានតម្រងស្អាតដែរឬក៏អត់ចឹងបើសិនជាបងប្អូនមានចម្ងល់ឬក៏ចង់ឲ្យនេះខ្ញុំថតបង្ហាញឲ្យច្បាស់ជាងនេះបងប្អូនអាច comment ចូលវីដេអូនេះទៅនេះខ្ញុំនឹងថតសម្រាយឲ្យច្បាស់លាស់ជាងនេះដើម្បីបងប្អូនងាយយល់ហើយចាប់ចេះកាត់យកតែម្ដងបងប្អូនណាចឹងបងប្អូនធ្វើការគ្របកងពីលើគ្នាបែបនេះមកយើងរកចំណុចដែលខ្លួនឯងបងប្អូនឬមួយក៏បងប្អូនអាច comment បាននេះខ្ញុំនឹងធ្វើវីដេអូលើក្រោយនេះខ្ញុំថតបង្ហាញបងប្អូនឲ្យច្បាស់លាស់ណានេះគឺជាប្រភេទដៃសបកឈូកហ្នឹងបងប្អូនណែដេ3លេខបងប្អូនបាត់រួចរាល់នេះគឺដៃតម្រង់បែបនេះណាដៃបែបនេះគឺស្រស់ស្អាតបងប្អូនហើយវាមានតិចនិចផ្សេងគ្នាបងប្អូនបើសិនជាបងប្អូនចង់ដឹងច្បាស់ពីការចូលដាំដៃទំហំបងប្អូនអាច comment បាន